ខ្ញុំបានលឺអ្នកលក់ម្នាក់គាត់លូថាភ្ញៀវសម័យឥឡូវគឺរឹកធំមែនតើទិញអីមួយគឺចេញអត់រួចពីឡានចុះអត់រួចពីឡានទេស្រែកហៅពីក្នុងឡានមកឲ្យអ្នកលក់នឹងរត់ទៅរកគាត់ដល់ឡានអ្នកលក់មួយចំនួនឆ្លៀតទៅដល់ខឹងទៀតខឹងអតិថិជនប្រភេទហ្នឹងថាអីក៏រឹកធំម៉ែចុះពីឡានមិនរួចអីក៏ប្រើគេអីសម្បើម្លេះប៉ុន្តែយើងមើលជារួមមកវិញពេលខ្លះនៅពេលដែលយើងអត់ព្យាយាមបត់ទៅតាមអតិថិជនរបស់យើងណាយើងជាអ្នករងគ្រោះដោយខ្លួនឯងនៅក្នុងទីផ្សារខ្ញុំមិនកាន់ជើងថាអ្នកលក់ត្រូវឬក៏អតិថិជនត្រូវទេប៉ុន្តែខ្ញុំសូមនិយាយពីទស្សនវិជ្ជាលក់បន្តិចយើងជាអ្នកលក់យើងត្រូវតែបត់តាមអតិថិជនឲ្យច្រើនបំផុតយើងអត់មានអីទៅចង់ឈ្នះចាញ់ជាមួយគាត់ទេសម័យទីផ្សារសម័យនេះគេបត់តាមភ្ញៀវសម្បើមណាស់បើគេលក់បានយើងអត់មានយករឿងកប៉ិចកប៉ុកអញ្ចឹងមកខឹងភ្ញៀវកើតទេភ្ញៀវយើងត្រូវតែបំរើគាត់ហើយយើងមើលតើទស្សនវិជ្ជាឥឡូវនេះទីផ្សារឥឡូវនេះបើយើងមិនលឿនតើយើងទៅរកអីតាន់គេបើយើងមិនលឿនតើយើងទៅទទួលភ្ញៀវអីតាន់គេយើងត្រូវតែលឿនហើយយើងមិនអាចយករឿងខឹងប៉ុណ្្នឹងហើយយើងអត់បើកភ្នែកមើលទីផ្សារខាងក្រៅទេ